ពីមុនតាមមសុនសួរឲ្យរៀបរាប់កាប់ព្រៃ3រសាព្រៃ10ផឹកឆ្នាំ5គឺចប់កាន់ទំនំ2ដូច្នេះខ្ញុំឆ្លើយរៀបបីរាប់ឲ្យបានសុខសប្បាយពេញទីជូនមៀមមីងយាយតាបរោះនារីដែលលោកសំភីស្ដាប់សំដីនេះផ្នែកសិលធម៌របស់ពុទ្ធបញ្ញាមុខមុតប៉ិនប្រសពអេអុយកាប់ព្រៃ10គឺយើងត្រាយចោលកុំទុកវាអីរក្សាព្រៃ10ត្រូវឲ្យយើងកាប់ព្រៃ3គឺព្រៃអកុសលក្នុងលោកីគឺភាពលោភៈទោសៈមោហៈជាឫសគល់លោភៈចម្ពាក់ក្នុងអារម្មណ៍ចង់មានចង់បាននោះឲ្យហួសហេតុរហូតបំពានលើសិទ្ធិអ្នកដទៃនេះខ្ញុំនិយាយឲ្យច្បាស់កឡែតបើពាក្យបាលីសំដែងចំហើយយើងគ្រាន់តែចង់មានបានរកស៊ីធម្មតាមិនមែនហៅថាចម្ពាក់ក្នុងអារម្មណ៍ពាក្យថាលោភលន់លោភផោនោះធ្វើឲ្យភាំងភ័ន្តលោភនឹងមានច្រើនប្រការសេចក្តីប្រាថ្នាអាក្រក់ឥតមានព្រំដែននឹងហើយហៅថាលោភៈចំណែកឯទោសៈបទុះសរាយនឹងអ្នកនានាធ្វើឃាតឬសម្លាប់មកអំពីទោសៈមហិមេត្រង់នេះយើងត្រូវកាប់បីវាមោហៈវងវែងស្វឹងភ័ន្តច្រឡំក្នុងអារម្មណ៍ទាំងឡាយពាក្យថាមោហៈធរបានសេចក្តីថាភាពវងវែងដូច្នេះខ្លួនខ្ញុំនិយាយពិតមិនមែននិយាយលេងចុះរសាព្រៃ10គឺយើងប្រព្រឹត្តកុសលកម្មបទ10ប្រការយើងមិនសម្លាប់មិនលួចទ្រព្យអ្នកដទៃមិនប្រព្រឹត្តខុសក្នុងកាមនេះជាពាក្យសម្រាយសនុកថាអំពើប្រព្រឹត្តទៅថ្មីដូចបងប្អូនបានដឹងចំនួនពាក្យថាកុសលកម្មបទ10កម្មបទអំពើដែលយើងប្រព្រឹត្តទៅលើអំពើល្អនេះសម្ដីវិប្រាជ្ញឈួនឯវិជ័យមាន4គឺយើងវាចាកវិជ័យអាក្រក់4ប្រការតាំងពីមុសាវាទបរុសវាទបិសនាវាទសម្ផបលាវាទទាំង4នេះជាក្រោតគ្រៀតហើយយើងតម្រង់សមាវិជ្ជាមនោកម្ម3អបិជាព្យាបាទមិច្ឆាទិដ្ឋិនឹង3ប្រការវាប្រព្រឹត្តទៅតាមផ្លូវមនោសញ្ចេតនាគឺយើងរវាងប្រយ័ត្នទៅថែរក្សាកុំឲ្យអកុសលទាំង10ប្រការនឹងចូលមកបានចាបាទតមតំណំ2គឺតមមិច្ឆាទិដ្ឋិនឹងមានអ្នកអេពាក្យបាលីចែងច្បាស់ការប្រកាន់ពេកក៏មិនគប្បីប្រកាន់ថាមានតែអញទេក្នុងលោកគ្មានទេអ្នកដទៃបាទការប្រកាន់នឹងវានាំបង្កើតចំនួនក្នុងលោកីបានយុវជនស្រីមិនអោយប្រកាន់តាមតំណំ2ជំរាបឲ្យដឹងគឺអំពើអស់នឹងខ្ញុំរៀបរាប់ណាកាប់ព្រៃ3រសាព្រៃ10ដូចខ្ញុំអត្ថបាយខាងលើមកចប់ជំរាបដំណឹងតាមតំណំ2គឺមច្ឆាទិដ្ឋិនឹងមានអ្នកយៈកៃលៈយើងក៏ត្រូវដឹងយើងតាមតំណំ2នឹងមិនអមិនខឹងមិនខាតខុសអីអើយល់តាមមសុនជ្រាបចុះចេ
รียบอ้ายពីរំប្រាឈួនឆ្លើយនឹងត្រូវចំសំនួនអត់មានខុសបងអូនញាតិញោមទាំងស្រីទាំងប្រុសស្ដាប់ទៅចោះជាទីមិត្តរីកាប់ព្រៃ3រក្សាព្រៃ10ផឹកឆ្នាំ5ក៏ចប់តមតំណំ2បងអូនបរោះនារីនេះជាសភាសិទ្ធិរបស់ព្រះពុទ្ធគឺបជនអាស្រ័យហើយពីរំប្រាឈួនដោះស្រាយបរិយាយគ្មានខ្វះអ្វីឥឡូវបញ្ចប់វគ្គទី3ចាប់ទៅបៃសួរដល់ទី4នឹងឥឡូវនេះចូលដល់ផ្លូវធម៌គឺគិតលេងតែធម៌ទាំងអស់បាទយ៉ាងយ៉ោះបើចឹងបងប្អូនជាទីសប្បុរសអើយទី4សួរពីរំប្រាឈួនឲ្យឆ្លើយសំដីទី1ទី2ដល់មកទី4ត្រៀមខ្លួនកុំស្ងៀមមកហើយពីរំប្រាឈួនអើយធម៌សង្គ្រោះពិភពលោកមានប្រមាណយ៉ាងអើយឆ្លើយមកឲ្យមានភ័ស្តុតាងមានទីអាងនៅក្នុងច្បាប់ព្រះចិនអាស្រ័យមិនសួរធម៌សង្គ្រោះមេត្តាបិតាមិនសួរអំពីរឿងបុត្រីបុត្រាសង្ឃហធម៌នោះខ្ញុំមិនសួរអ្វីសួរអំពីធម៌សង្គ្រោះពិភពលោកអើយមានប៉ុន្មានយ៉ាងសូមទាញភ័ស្តុតាងកាត់ដោយខ្លីៗជ្រាបដើមសំណួរហើយអ្វីចាប់ចបៃឆ្លើយសម្ដីជូនសម្ដានអីដល់ចូលដល់គម្រោងផ្លូវធម៌សម្ដីល្អសួរមកខ្ញុំឲ្យខ្ញុំដោះសារអេបាញ់មិញនេះតាសួរខ្ញុំទៅកាប់ព្រៃ3រសាព្រៃ10ផឹកឆ្នាំ5ក៏ចប់តមតំណំ2បានឆ្នាំ5ក៏ចប់នឹងគឺសិល5តាមបុរាណខ្ញុំក៏បានឆ្លើយសម្ដីគឺបញ្ចសីលាទុកជាឆ្នាំ5ក៏ចប់បាទឥឡូវឲ្យឆ្លើយគ្រប់សពនៅក្នុងនីពិភពលោកីព្រះសម្ពុទ្ធបរមគ្រូប្រសព្វបញ្ញូមានអត្តន័យព្រះអង្គទៅឲ្យមនុស្សលោកក្នុងលោកីអ្វីដែលមានសង្គ្រោះគ្នាជាធម្មតាចម្លើយវិប្រាជ្ញជូនសង្គ្រោះនោះមាន4យ៉ាងខ្ញុំសូមទាញភ័ស្តុតាងអើយជំរាបទៅតាបាទទី1គឺទានៈទី2បយវិចាទី3អដ្ឋចរិយាទី4សមានតតាភាសាបាលីពេលនឹងចបៃបុរាណតាស្ដាប់បានឆ្លើយកំខឹងអុយខ្ញុំរាប់4យ៉ាងនឹងនេះហើយសង្គ្រោះទូទៅក្នុងលោកីបាទបើចឹងតាតបឆ្លើយសងសពតាមសម្ដីសម្ដែងចាត់ចែកឲ្យឃ្លាខ្លីឆ្លើយបទបាលីប៉ុណ្ណឹងសិនទេអាយអើត្រឹមត្រូវហើយ4នឹងតើ4នឹងអ្វីខ្លះប្រែឲ្យច្បាស់ជាភាសាខ្មែរអូចង់ស្ដាប់ភាសាខ្មែរបាទហើយពុទ្ធភាសាភាសាបាលីចេះតែអានបាលីក៏ស្ដាប់មិនបានដែរចឹងហើយស្ដាប់បានតែយើង2នាក់ដែលធ្លាប់វាយៈរៀងរាល់ថ្ងៃបងប្អូនមីងមាស្រីស្រែចំការមានលោកយាយលោកតាខ្លះក៏ស្ដាប់មិនបានបាទ
ឥឡូវសូមឲ្យលោកតាចែកជូនដល់ញាតិសន្តាន